Hello សួស្តីអ្នកទាំងអស់គ្នាជួបជាមួយអេមីនម្ដងទៀតហើយថ្ងៃនេះអេមីននឹងយកសាច់រឿង BL ដែលអេមីនបានមើលបានប្រហែលភាគដែរហើយវាមិនសូវមានភាគ NC ប្រហែលទេហើយអេមីនក៏ចង់និយាយប្រាប់ថារឿងជាស្ដែងពលស្រីតូចគឺរមមិនគួរជឿហ្នឹងអេមីននឹងចេញឲ្យដែរតែអេមីនអត់ដឹងថាចេញនៅពេលណាទេតែបើរឿងនេះអេមីននឹងប្រាប់អ្នកទាំងគ្នាបញ្ជាក់ថារឿងមួយនេះគឺមានចេញមួយអាទិត្យម្ដងហ្នឹងភាគរឿងច្រើនហើយការបករឿងហ្នឹងគឺថា3 4សន្លឹកវាច្រើនណាស់គ្នាគ្រាន់មកភាគហ្នឹងគឺមានប្រើឡើង1ម៉ោងទៅ2ម៉ោងដើម្បីបកមកភាគហ្នឹងហើយមានក៏ចង់បញ្ជាក់ចំពោះចំណងជើងរឿងមួយហ្នឹងដែរដែលចំណងជើងមួយហ្នឹងគឺមានឈ្មោះថាបិសាចរបស់ខ្ញុំដែលរូបតំណាងឲ្យរូបតាំងសាច់រឿងហ្នឹងគឺនិយាយពីតួថប់របស់យើងហ្នឹងឯងតែកុំឲ្យវែងឆ្ងាយច្រើនមួយមានចូលសាច់រឿងទៅ1នាទីដែរខ្ញុំគឺវ៉ាងស៊ីស៊ីនវ៉ាងអ្នកគ្នាមានឆ្ងល់ថាវ៉ាងស៊ីស៊ីននឹងជាពីណាគេវ៉ាងស៊ីស៊ីននឹងជាកូនស្រីរបស់យើងនឹងឯងខ្ញុំនៅលាវអស់រយៈពេល26ឆ្នាំមិនបាច់និយាយទៅកូនស្រីម្ដាយនឹងដឹងហើយតែខ្លួនឯងនៅលាវស្លាប់ក្រោមដៃរបស់តួអង្គហ្គេមដែលខ្ញុំបានបង្កើតដោយខ្លួនឯងប៉ុន្តែខ្ញុំមិនបានសះផ្សាអីយ៉ាវ៉ាងស៊ីស៊ីនអាយុល្បែងសម្រាមនេះយកវាមកវិញហើយធ្វើវាឡើងវិញអាយ៉ាវ៉ាងស៊ីស៊ីនអាយុ26ឆ្នាំជាអ្នកអភិវឌ្ឍហ្គេមអ៊ីនឌីនៅលាវតើមានអ្វីខុសឯងកំពុងតែញងខ្ញុំមែនទេហ្គេមនេះពិបាកពេកហើយអ្នកសាកល្បងបែតាទាំងអស់បានផ្ដល់ការវាយតម្លៃអវិជ្ជមានដល់វាទស្សនៈពិភពលោករបស់ពួកគេក៏ចម្លែកមិនគួរឲ្យជឿដែរការងារសម្រាប់លក់ការលេងហ្គេមអ្នកធ្វើដំណើរជាច្រើនអ្នកបានជួបប្រទះនឹងទីក្រុងស្ងាត់ជ្រងំមួយដោយមិនដឹងថាមានគ្រោះថ្នាក់ដែលមិនស្គាល់មួយកំពុងលាក់ខ្លួននៅក្បែរនោះទេអ្នកលេងដើរតួជាមនុស្សម្នាក់ដែលត្រូវតែគេចពីការដេញតាមឃាតករអាប់រហូតដល់ហ្គេមទីបញ្ចប់ហើយនិយាយទៅជួរខាងលើហ្នឹងគឺនិយាយពីសាច់រឿងហ្នឹងឯងដែលតួឃាតករហ្នឹងគឺជាតួថប់របស់យើងនៅគ្នាតួបឋមរបស់យើងដឹងស្រាប់ដោយសារតួថប់3 4ដងនៅគ្នាមិននិយាយតាមត្រង់តែក្នុងភាគនេះគឺថាតួបឋមរបស់យើងត្រូវបានតួថប់ដេញសម្លាប់ចាក៏កុំឲ្យវែងឆ្ងាយយើងចូលសាច់រឿងយន្តតទៀតទៅចុងតើការរចនាតួអង្គរបស់តួឯកប្រុសអាប់ក្នុងហ្គេមនេះមានលក្ខណៈបែបណាតើអ្នកមិនគិតដោយប្រុងប្រយ័ត្នទេថាហេតុអ្វីបានជាគាត់កំពុងតាមប្រមាញ់កីឡាករហើយតួបឋមរបស់យើងនិយាយទាំងទូរាយថាអូក៏មិនទោសគាត់អីអាប់ក៏ធ្លាប់ឆ្លងកាត់រឿងដូចគ្នាដែរហើយមើលតួថប់តួបឋមរបស់យើងធ្វើច្រើនណាស់គ្នាហើយតកែរបស់តួបឋមរបស់យើងក៏ថាខ្ញុំមិនទោសអ្នកសរុបមកប្រសិនបើអ្នកធ្វើមិនបានលើគម្រោងនេះទេអ្នកគួរតែផ្ទេរទៅនាយកដ្ឋានទំនាក់ទំនងសាធារណៈ
ហើយទៅកែបើតួបឋមមកយើងហ្នឹងក៏បានដេញតួបឋមមកយើងចេញពីបន្ទប់អូហ្វីរបស់ខ្លួនខ្ញុំនឹងចេញពីហ្គេមហើយសម្រាប់អ្នកលបែងសម្រាប់លបែងអូយមិនច្រឡំនិយាយមែនទេបើអាប់ដឹងថាអ្នកបង្កើតរបស់គាត់គឺបែបនេះគាត់ខ្ញុំនឹងចេញពីហ្គេមហើយសម្រាប់អ្នកលបែងសម្រាមគឺថាតួបឋមរបស់យើងគឺថាមានចការកាំងឆ្ងាញ់បដ ாய் ហាតួអង្គហ្គេមគ្រាន់តែជាបណ្ដុំនៃកម្មវិធីប៉ុណ្ណោះតើពួកគេអាចចេញមកសម្រាប់ខ្ញុំដោយរបៀបណាម៉ោងបិទនាយកដ្ឋានមាតិកាព្រះអង្គម្ចាស់ខ្ញុំឮថាអ្នកកំពុងត្រូវបានផ្ទេរទៅនាយកដ្ឋានទំនាក់ទំនងសាធារណៈហាថៅកែនិយាយលេងទេខ្ញុំនឹងតែងតែនៅជួរមុខក្នុងការបង្កើតខ្លឹមសារហើយមិត្តរួមការងាររបស់តួបឋមរបស់យើងក៏និយាយទៅថាអាយ៉ាអ្នកសង្ហាណាស់អ្នកត្រូវតែពូកែចចាអាជីវកម្មនៅក្នុងផ្នែកទំនាក់ទំនងសាធារណៈមែនដោយវិធីនេះតើយើងទៅញ៉ាំអាហារពេលល្ងាចជាមួយគ្នានៅយប់នេះទេថ្មីនេះខ្ញុំបានរកឃើញហាងមួយមានអារម្មណ៍សោកសៅនិយាយរួសរាយណាកូនស្រីតែចាំមើលជួបប្តីកូនឯងដឹងស្លាប់បោះប្តីកូនឯងហើយខ្ញុំប្រហែលជាត្រូវទៅផ្ទះញ៉ាំអាហារពេលល្ងាចហើយអ្វីអ្នកមិនធន់ទ្រាំនឹងការញ៉ាំអាហារជាមួយក្រុមគ្រួសាររបស់អ្នកជារៀងរាល់ថ្ងៃទេឬនោះជាយូរយារណាស់មកហើយកូនស្រីកូនឯងស្រាប់ដោយសារប្តីកូនឯងលើហើយប្រយ័ត្នខ្លួនផងកូនស្រីហើយតើមកកូនស្រីរបស់យើងហ្នឹងក៏ផ្ដាសាយអញ្ចឹងកំបិតយ៉ាគឺថាមិននិយាយតែផុតពីមាត់ផងថាគឺថាកូនស្រីរបស់យើងក៏ត្រូវថាបានប្តីរបស់ខ្លួនសម្រាប់បដ ாய் មានអ្នកណាម្នាក់ចង់សម្រាប់ខ្ញុំមែនទេមានណាឆ្ងាយក្រៅពីប្តីខ្លួនឯងហ្នឹងមើលមកគេថ្មីឡើងក្រហមហ្មងឥឡូវយើងមកនិយាយត្រួសពីតួអង្គថប់របស់យើងសិនឈ្មោះអាប់តួអង្គសំខាន់ចៅវាយនៃហ្គេមអាប់អាយុ24ឆ្នាំល្អនៅការសម្រាប់រង្គាលយ៉ាអាប់ថាតួឥឡូវតួកូនស្រីរបស់យើងគឺថាបានមកដល់មុនពេលទៅផ្ទះនឹងឯងមុនពេលទៅប្តីខ្លួនឯងសម្រាប់សួស្តីព្រះអង្គម្ចាស់ខ្ញុំឮថាអ្នកកំពុងត្រូវបានផ្ទេរទៅនាយកដ្ឋានទំនាក់ទំនងសាធារណៈដោយសាររូបរាងដ៏សង្ហារបស់អ្នកនឹងពូកែខាងចរចាអាជីវកម្មក្នុងផ្នែកទំនាក់ទំនងសាធារណៈណាតើមានអ្វីកាត់ឡើងម្យ៉ាងទៀតចុះយើងញ៉ាំអាហារពេលល្ងាចជាមួយគ្នាយប់នេះវិញខ្ញុំទើបតែរកឃើញភោជនីយដ្ឋានមួយហើយថាតួបឋមរបស់យើងគឺមានចក្ខុភាពយ៉ាងដូចគ្នានឹងពេលនេះដែរ
ខ្ញុំមិនត្រូវបានសម្លាប់ទេឬសុបិនពេលគេងអារម្មណ៍ឈឺចាប់ពិតយ៉ាងនេះឬគឺថាតួបឋមរបស់យើងគឺមានចក្ខភ្ញាក់ផ្អើលពេលវេលាដើរថយក្រោយហើយពេលនេះគឺថាតួបឋមរបស់យើងគឺមានចក្ខប្រុងប្រយ័ត្នខ្លាំងមែនទែនខ្លាចតួថប់របស់យើងចេញមកសម្រាប់ខ្លួនណាដោយសង្ឃឹមថានឹងរួចផុតពីវាខ្ញុំបានចាក់ចែងពីក្រុមហ៊ុនម្ដងទៀតប៉ុន្តែបន្ទាប់មកអ្វីចាប់ផ្ដើមហួសពីការគ្រប់គ្រងអូយតួបឋមរបស់យើងគឺភ្ញាក់ជើងខ្លាំងជាមួយនឹងប្តីអនាគតប្តីរបស់ខ្លួនសម្រាប់2ដងគឺមានន័យថាតួបឋមតួថប់របស់យើងគឺសម្រាប់តួបឋមរបស់យើងជាលើកទី2ខ្ញុំត្រូវបានបុរសម្នាក់មកជួបដោយមើលទៅដូចតួអង្គហ្គេមដែលខ្ញុំបានចោះរចនាសម្រាប់លើកទី3លើកទី4ដល់គ្នាសម្រាប់រាប់មិនអស់សម្រាប់លើកទី4ហើយបន្ទាប់ពីការស្លាប់នីមួយផាន់តាសម្រាប់ការបាញ់ប្រហារដោយអន់ចិត្តរឿងព្រេងនិទានពួកគេទាំងអស់គ្នានឹងត្រឡប់ទៅអតីតកាលវិញដូចជាការរក្សាទុកហ្គេមដែរពួកគេទាំងព្រះអង្គម្ចាស់ខ្ញុំឮថាអ្នកកំពុងត្រូវបានផ្ទេរទៅនាយកដ្ឋានទំនាក់ទំនងសាធារណៈខ្ញុំទៅផ្ទះមុនគេហើយគេថាតួបឋមរបស់យើងភ័យខ្លាចថាតួថប់នឹងមកសម្រាប់ខ្លួនលឿនទៀតណាហើយអ្វីនឹងតើមានណាកំពុងលេងសើចនឹងខ្ញុំទេហេតុអ្វីបានជាតួអង្គហ្គេមអាចលេចឡើងក្នុងពិភពពិតអូយមានតែលេងសើចមួយកូនឯងទេមានតែប្តីកូនឯងលេងសើចមួយកូនឯងហេតុអ្វីខ្ញុំមិនអាចស្លាប់តើវានឹងបន្តវិលត្រឡប់មកចំណុចនេះវិញទេអ្វីរៀបចំរួចហើយតើអ្នកជាអាប់មែនទេគឺថាចេះសួរតើកូនស្រីគេហ្នឹងប្តីកូនឯងហ្នឹងមានណាទៀតហើយអ្វីបានជាអ្នកចង់សម្លាប់ខ្ញុំគឺថាមិនចេះចាញ់ទេថាមកដល់ចាក់កូនស្រីចាក់ប្រពន្ធខ្លួនឯងយកបដ ாய் មិនខ្វល់ទេអ្នកចង់បាត់តើការរចនាតួអង្គរបស់អាប់ដែលជាតួអង្គប្រុសតួឯកប្រុសក្នុងហ្គេមនេះមានលក្ខណៈបែបណាតើអ្នកបានគិតដោយប្រុងប្រយ័ត្នទេថាហេតុអ្វីបានជាគាត់កំពុងតាមប្រមាញ់កីឡាករប្រសិនបើអាប់ដឹងថាអ្នកបង្កើតរបស់គាត់គឺដូចជាអ្នកដែរតួឯកស្រីរបស់យើងគឺនឹកដល់ពេលប្រធានក្រុមពេលប្រធាននឹងហៅទៅនិយាយជាមួយហើយក៏ចាប់ដើមភ្ញាក់ផ្អើលថាដូចការគិតរបស់ប្រធានមែនខ្ញុំចង់ចេញពីហ្គេមហើយសម្រាប់អ្នក Oh my god អ្វីណាតើវាសំខាន់អ្វីសម្រាប់ខ្ញុំប្រសិនបើអ្នកចង់បាត់ខ្លួនអ្នកគឺជាអ្នកបង្កើតរបស់ខ្ញុំគឺតួថប់របស់យើងគឺចង់មានន័យថាតួវ៉ាងស៊ីនស៊ីហ្នឹងគឺជាអ្នកបង្កើតគេមកអញ្ចឹងណាបើអ្នកស្លាប់ខ្ញុំនឹងបាត់ខ្លួនចង់មានន័យថាតួ
តួថប់របស់យើងគេនិយាយចង់មានន័យថានៅពេលដែលគេសម្រាប់តួស៊ីវាងស៊ីស៊ីនហើយគឺថាគេអាចនឹងបាត់ខ្លួនទៅណាតែកុំសង្ឃឹមថាអាចបាត់ខ្លួនងាយក៏អេមិននិយាយតាមត្រង់គឺថាមិនបាត់ខ្លួនទេគឺថានៅតែជួបគ្នាដែរតែជួបគ្នាលើក្រោយគឺជួបនៅអាយុ16ឆ្នាំតើវាជាហេតុផលល្ងងខ្លៅបែបណាទៅការទៅក្រុមហ៊ុនហើយវាយកំទេចកុំព្យូទ័រនឹងមានប្រសិទ្ធភាពជាងការដេញតាមខ្ញុំហើយលេងសើចជាមួយខ្ញុំតួស្រីរបស់យើងគឺថាមានសោកស្ដាយចំពោះតួឯកបដ ாய் ណាតួឯកបឋមគឺថាស្លាប់ដោយសារតួថប់របស់យើងជាច្រើនដងខ្ញុំនៅលាវអស់រយៈពេល26ឆ្នាំមកហើយទាំងមិនបានណាត់ជួបឬមានមុតស្រីទេដោយបានអ្នកបងខ្ញុំទៅលើការអភិវឌ្ឍហ្គេមវាងស៊ីស៊ីនជាបរិយាចំណែកម្នាក់ដែលពិបាកតាមរណាស់ខ្ញុំពិតជាមិនគួរភ្នាល់ជាមួយអ្នកទាំងអស់គ្នារឿងញ៉ាំអាហារនោះទេហាប្រហែលជាគាត់ជាមនុស្សស្រឡាញ់ភេទដូចគ្នានិយាយទៅតួបឋមរបស់យើងនឹងមិនមែនជាមនុស្សដែលស្រឡាញ់ភេទដូចគ្នាទេណ៎ដល់គ្នាមិនចង់និយាយចេះតែបន្តិចទៀតទៅដឹងហើយថាហេតុអ្វីបានជាតួថប់របស់យើងតួបឋមបានគ្នាមិនបាច់ខ្វល់ទេបន្ទាប់មកសូមឲ្យគាត់រស់នៅជីវិតឯកោជារៀងរហូតហើយឥឡូវនេះមិនត្រឹមតែយើងបានបង្កើតមនុស្សកំណាចដូចអ្នកនោះទេពេលពិនិត្យមើលឲ្យកាន់តែច្បាស់ក្មេងប្រុសម្នាក់នេះពិតជាសង្ហាណាស់អូយកូនស្រីហេតុអ្វីកូនស្រីនឹកដល់រឿងបែបនេះគឺថាខ្លួនឯងប៊ីនឹងស្លាប់ហើយនៅគិតថាអ្នកដែលសម្លាប់ខ្លួននឹងជាមនុស្សសង្ហាទោះគេសង្ហាយ៉ាងណាក៏ខ្វល់ពីជីវិតរបស់ខ្លួនផងដែរណាកូនស្រីហេតុអ្វីកូនគិតបែបនេះអ្នកម្ដាយពិតជាមិនយល់នោះទេអូទេគាត់ថែមទាំងជាប់នៅក្នុងពេលវេលាទៀតផងស្លាប់ហើយរស់ឡើងវិញខណៈពេលដែលនៅជាព្រហ្មចារីមានន័យថាតួបឋមរបស់យើងហ្នឹងគឺថាមិននៅព្រហ្មចារីមិនទាន់មានសង្សារមានអីទេអ្នកគ្នាអូទេខ្ញុំបាត់បង់ឈាមច្រើនពេកហើយចិត្តខ្ញុំក៏ស្រពេចស្រពិលតួថប់របស់យើងគឺមានជាការភ្ញាក់ផ្អើលតែមិនភ្លេចហៅឈ្មោះតួថប់របស់យើងតួថប់របស់យើងមានឈ្មោះថាអាប់តែមិនដែលហៅទេជាងហៅមិនហៅតែតួថប់ហ្នឹងអ្នកគ្នាខ្ញុំមិនព្រមមានន័យថាតួបឋមរបស់យើងគឺមិនព្រមស្លាប់នោះទេអ្នកទាំងអស់គ្នាអើយតែចង់បញ្ចប់នៅតែស្លាប់ដដែលហ្នឹងអ្វីដែលកំពុងរងចាំខ្ញុំគឺពេលវេលាដែលធ្លាប់ស្គាល់ដើម្បីចាក់ចេញពីការងារម្ដងទៀតសូមអបអរសាទរឥឡូវតោះយើងចូលមកដល់ជិតឆប់ភាគណាសូមអបអរសាទរកីឡាករវាងស៊ីស៊ីនបានចូលទៅក្នុងពិភពហ្គេមអាប់ដោយជោគជ័យហើយគឺថាតួបឋមរបស់យើងគឺមានជាការភ្ញាក់ផ្អើលនេះចូលក្នុងហ្គេមហើយមីងក៏សុំអភ័យទោសផងព្រោះមីងលេងសាច់ច្រើនដែរអ្នកគ្នាហើយណាមួយរឿងនឹងទស្សនភាគទី1ទេអ្នកគ្នាអើយវាមានរយៈពេលយូរនៅក្នុងការមាននិយាយរឿងនឹងឲ្យមកពាក្យមួយចំនួនគឺអ្នកបករឿងហ្នឹងគឺអត់យល់ទេហើយមួយចំនួនទៀតហ្នឹងគឺថាអ្នកគ្នាក៏មិនយល់ដែរប្រៃអ្នកបករឿងក៏មិនយល់អ្នកគ្នាក៏មិនយល់ដែរហើយមានតែប៉ុណ្្នឹងឯងចាំជួបគ្នានៅអាទិត្យក្រោយអ្នកគ្នាចាំជួបគ្នានៅអាទិត្យក្រោយទៅព្រោះអីអាទិត្យនេះមិនចេញមកភាគឲ្យអាទិត្យក្រោយអាចនឹងឡើងទៅ4ភាគឬក៏5ភាគឲ្យអ្នកគ្នាណា
ចឹងហើយវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេចាំជួបគ្នានៅវីដេអូក្រោយបាយបាយ Fan B ឲ្យទាំងអស់គ្នា